បាទផ្សេងបងអញ្ចឹងថ្ងៃនេះយើងមកមើលបាទដឹងមុខងារខ្លះៗទាក់ទងជាមួយនឹងម៉ាស៊ីនបាទកណុងនេះបាទខ្ញុំនឹងចេញវីដេអូម្ដងមួយទៅលើប្រភេទម៉ាស៊ីនដែលខាងខ្ញុំលក់ចេញក៏ដូចជាម៉ាស៊ីនដែលភាគច្រើនខ្មែរយើងប្រើអញ្ចឹងវីដេអូទី1នេះខ្ញុំនឹងធ្វើទាក់ទងជាមួយនឹងកណុង MG បាទនេះ MG 6230ប្រភេទកណុង MG 6230នេះប្រភេទម៉ាស៊ីនមកទឹកមកពីជប៉ុនបាទដែលយើងមុខងាររបស់វាយើងអាច print scan copy print ត្រឡប់សងខាង copy ត្រឡប់សងខាងបានຂະຫນາດ A4 color ក៏បានពណ៌ខ្មៅក៏បានមាន Wi-Fi អាច print ចេញពីទូរស័ព្ទដៃមកបានប្រភេទម៉ាស៊ីននេះមាន2 tray មាន cassette tray បាទ tray ខាងក្រោមនេះ tray ខាងក្រោមនេះ tray មួយទៀតគឺ rear tray ខាងលើហើយការងារដែលម៉ាស៊ីននេះអាចធ្វើបានបងប្អូនអាចយកទៅ print នេះមកបានបាទ print sticker print សញ្ញាបត្រ print ទីកាយបត្រ print name card ឬជា print ID card print ធៀបបាទกระดาษក្រាស់យើងអាច print បានពីខាងលើហ្នឹងបាទហើយប្រភេទម៉ាស៊ីននេះមានអ្នកនៅប្រើច្រើនបាទនៅខ្មែរយើងដោយសារតែប្រភេទម៉ាស៊ីនបន្ទឹកដែលមានមុខងារច្រើនបាទហើយមានគ្រឿងបន្លាស់ច្រើនមានជាងចេះច្រើនបាទអញ្ចឹងបានគេនិយមប្រើប្រភេទហើយតម្លៃរបស់វាក៏ធូរថ្លៃដែរប្រភេទក្នុង MG នេះបាទឥឡូវយើងមកដឹងពីបញ្ហាខ្លះដែលបងប្អូនប្រើទៅជួបអាសាជួបទៅលើកណ្ដុង MG នេះបាទកណ្ដុង MG នេះមិនថាតែ61 62ទេបាទឥឡូវយើងនិយាយទូទៅបញ្ហាខូចច្រើននេះគេគឺ head បាទបញ្ហា head ហើយ head ខូចដោយសារអីអញ្ចឹង head ខូចបើនៅពេញដូចជាមិនទៅជួបបញ្ហាទេមានតែគាត់ថាមានតិចជាងអ្នកនៅខេត្តយកទៅប្រើបើកន្លែងខ្លះដាក់ទៅខូច3-200ដោយសារតែនៅតាមបណ្ដាខេត្តមានកន្លែងភ្លើងខ្លះគឺឡើងមានដើមលីងចុងលីងអញ្ចឹងគឺឡើងខ្លាំងគឺដាច់បុកដាច់បតឬក៏ដាច់3-200ដោយសារបតនិងដោយសារហេតុអានឹងបញ្ហាដែលយើងសាជួបបាទហើយទៅលើម៉ាស៊ីននេះវិធីការពារវាបាទបងប្អូនចង់ដឹងថាយើងការពារមិនខ្លះដើម្បីយើងប្រើបានយូរបើនៅតាមខេត្តបងប្អូនគួរមានអីទប់ទៅបាទមានភ្លើងបំលែងភ្លើង convert ពី100សំទោស220មក110ទៅបាទហ្នឹងខ្ញុំគាត់តេស្តសាកល្បងមើលបងប្អូនខ្លះគាត់ជួបបញ្ហា3-200ទៅគាត់ទិញនឹងបន្ទប់គាត់ប្រើទៅស្រួលលេងអីបាទមិនមែនទាំងអស់ទេតែមានភាគច្រើនគឺគាត់ប្រើទៅលេងអីនឹងវិធីការពាររបស់វាហើយចំណុចចុងក្រោយនេះសម្រាប់បងប្អូនដែលយើងចង់ប្រើម៉ាស៊ីនទៅវាបានយូរអញ្ចឹងបងប្អូនទី1ម៉ាស៊ីនដែលតទឹកឆ្នាំកណ្ដៅនេះគឺប្រយ័ត្ននឹងកំប៉ុងទឹកឆ្នាំនោះអញ្ចឹងដាក់ឲ្យស្មើម៉ាស៊ីនឬក៏ខ្ពស់តិចតួចបានហើយបាទទី2មួយទៀតពេលចាក់ទឹកឆ្នាំកុំចាក់ច្រើនពេកហើយចាក់ទឹកឆ្នាំត្រូវមើលរបៀបចាក់ទឹកឆ្នាំឲ្យបានត្រឹមត្រូវព្រោះម៉ាស៊ីនប្រភេទនេះគឺបញ្ហានៅពេលណាដែលបងប្អូនចាក់ទឹកឆ្នាំចូលពេញពេកវាធ្វើឲ្យប្រឡាក់ដល់ក្នុង head print មកប្រឡាក់ប្រទេសបតាច្រើនបាទហើយយើង print យើងកុំទុកចោលយូរពេកបាទន័យថាកុំយកទៅអ្នកខ្លះទិញទៅមួយខែហើយអត់ដាក់ប្រើផងអញ្ចឹងវាខូចបាត់ហើយព្រោះម៉ាស៊ីនប្រភេទនេះវាតម្រូវឲ្យយើងប្រើញាប់ដែរប្រភេទប្រើទឹកអញ្ចឹងបងប្អូនយកទិញទៅទុកចោលបងប្អូនកុំទិញបាទទិញអាប្រើមួយសាយទៅបាទអញ្ចឹងវីដេអូហ្នឹងសម្រាប់កណ្ដុង MG 6230បាទមានប៉ុណ្ណឹងវីដេអូបន្តទៀតនឹងធ្វើ model ផ្សេងទៀត